ឃើញថាបញ្ហាចូលទឹកនេះគឺជាប់លេខ1តែម្ដងបងប្អូនបន្ទាប់ពីចូលឆ្នាំហើយបាទពេញលេងហើយបាទមកដើមមិនមែនខូចមួយមុខណាបងប្អូនបាទខូចអេក្រង់បាទបញ្ហាឆ្លងគ្រឿងឆ្លងម៉ាស៊ីនបាទ11 Pro Max បាទ12 Pro Max 13 Pro Max 14 Pro Max បាទធ្ងន់ហ្នឹងគឺបញ្ហាអេក្រង់ហ្នឹងតែម្ដងបាទខ្លះក៏ចេញលឿងបាទចេញសខៀវលឿងបៃតងបាទសតតែគីឡូធ្ងន់ខ្ញុំទទួលបានច្រើនមែនទែនបងប្អូនការងារតាមមួយថ្ងៃហ្នឹងហើយដូចម្ដងនេះអញ្ចឹងគឺបាទបញ្ហាបាទឆ្លងបាទពណ៌មកលុតបាទអាចជួយបានហើយ13 Pro Max បាទបញ្ហាចូលទឹកបាទបញ្ហាបាទអេក្រង់ចេញបៃតងអាចជួយបានដូចគ្នានេះក៏ចូលទឹកដែរបងប្អូន11 Pro Max បាទបញ្ហាខូចអេក្រង់បាទហើយសម្រាប់16 Pro Max បាទស៊េរីខ្ពស់នេះគឺបញ្ហាបោកបាទបោកឡើងបែកខ្នងបាទផ្លាស់ប្ដូរខ្នងស៊ីនបាទស៊ីនដោះពី iCloud តែម្ដងបាទនេះយើងធ្វើការចាប់បាទចូលមកស្អាតឡើងវិញ13 Pro Max បញ្ហាធ្លាក់បាទបញ្ហាបែកកញ្ចក់ថាច់ផ្នែកខាងលើបាទហើយបែកខ្នងក្រោយបាទនេះយើងបាញ់ជាមួយម៉ាស៊ីន laser បងប្អូនអញ្ចឹងជួសជុលហើយគឺស្អាតបាទដូចតាមតែម្ដងHS Max ទេបងប្អូនហ្នឹងហើយបញ្ហាខូចអេក្រង់បាទអតិថិជនគាត់បាទយកមកឡើងស៊េរីផងដែរបាទនេះក៏ HS Max បាទបញ្ហាបែកខ្នងក្រោយបាទអតិថិជនគាត់បាទឡើងស៊េរីយកតែម្ដងហ្នឹងហើយបញ្ហាចូលទឹកហ្នឹងហើយ iPhone បាទ11បាទធ្លាប់ឡើងស៊េរីបាទខូចកាមេរ៉ាបាទខូច Opler បាទផ្នែកខាងក្រោមបញ្ហាខូចអេក្រង់បងប្អូនហ្នឹងហើយបែកខ្នងបន្ទាប់ទៀតនេះគឺ HS Max បាទបែកខ្នងអតិថិជនគាត់យកមកឡើងស៊េរីម្ដងទៀតបាទការងារយើងទទួលបានច្រើនបាទដូចបងប្អូនឃើញស្រាប់អញ្ចឹងនេះក៏ HS Max បាទបញ្ហាខូចអេក្រង់បាទអញ្ចឹងផ្លាស់ប្ដូរអេក្រង់បាទ copy GX លេខ1ហើយឡើងស៊េរីយកតែម្ដងបាទ iPhone 11បាទបែកបាទបាក់តួហ្នឹងហើយខូចអេក្រង់អតិថិជនគាត់យកជាប្រភេទអេក្រង់ GX លេខ1